สุดสองปอนเจ้านี่มาเจออะไรoption មួយទៀតតែបងប្អូនខ្លះប្រហែលជាដឹងហើយបងប្អូនខ្លះមិនទាន់ដឹងពេលបងប្អូនចុះពីឡានទីទូទៅបើយើងចុះពីឡានគឺai on ai hop គឺវា lock automatic បងប្អូនជាវា lock អញ្ចឹងបើសិនជាមានអ្នកនៅក្នុងឡានប្រកាសជាមិនអាចនៅបានទេនៅសារអត់មានម៉ាស៊ីនត្រជាក់គឺឡានគឺបានបិទណាអញ្ចឹងគឺដើម្បីដោះស្រាយបញ្ហានេះបងប្អូនមានកន្លែងមួយដែលយើងអាចបើកមុខងារពេលយើងចុះពីឡានក៏ដោយម៉ាស៊ីនត្រជាក់នៅដំណើរការធម្មតាបងប្អូនម៉ាស៊ីនឡាននៅឆេះធម្មតាហើយយើងអាចលុកសោពីខាងក្រៅបានធម្មតាណាអញ្ចឹងបងប្អូនគាត់តែចូលមកនេះមកអូពីខាងលើមកណាចឹងមានឃើញបើហូនមួយមកចឹងបងប្អូនអាចបើកកន្លែងនេះពេលដែលថ្មរបស់យើងនៅសល់តិចវានឹង start machine ណាចឹងបើសិនជាថ្មយើងនៅច្រើនទេបងប្អូនមិនបាច់ចុចទេហើយបងប្អូនចុច enable នេះមកបាទចឹងប៉ុណ្្នឹងទៅចឹងបងប្អូនអាចចុះពីឡានបានហើយចឹងបងប្អូនអាចចុះពីឡានខ្ញុំចុះពីឡានសារបងប្អូនមើលចុះពីឡានមកចឹងបងប្អូនអាចលុកសោបានបាទលុកសោទៅចុចលុកសោបាទចឹងពេលលុកសោបងប្អូនមិនអាចបើកទ្វារបានទេបាទជាប់ហ្នឹងតែនៅក្នុងឡានគឺនៅដំណើរការអីធម្មតាបាទសិនជាអីនៅដើរធម្មតាអញ្ចឹងបងប្អូនចង់នេះវិញបងប្អូនចុចបើកសោវិញមកអញ្ចឹងចូលមកបាទអញ្ចឹងមុខងារនេះមានប្រយោជន៍ពេលបងប្អូនមានក្មេងតូចនៅក្នុងឡានឬក៏យើងមានទុករបស់របរក្នុងឡានហើយយើងខ្លាចក្តៅខូចឬក៏ប៉ះពាល់ទៅដល់វ៉ាន់បងប្អូនអាចបើកមុខងារនេះបានបាទអញ្ចឹងទូយើងចុះទៅខ្លះម៉ោង1ម៉ោងក៏ម៉ាស៊ីនត្រជាក់នៅដើរធម្មតាបាទអញ្ចឹងនេះមានតែប៉ុណ្្នឹងទេមកចែកបងប្អូនសង្ឃឹមថាវីដេអូនេះមានប្រយោជន៍សម្រាប់បងប្អូនបាទអរគុណច្រើន